เรื่องประวัติศาสตร์ខ្មែរនាសម័យលង្វែកសម័យកាលលង្វែកជាប្រវត្តិសាស្ត្រមួយដែលជូរចត់និងមានតម្លៃអប់រំដើម្បីចែកជូនដល់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់កាលពីព្រេងនាយក្រោយយុគសម័យអង្គរដ៏រុងរឿងប្រទេសកម្ពុជាបានឈានចូលដល់សម័យកាលថ្មីមួយនោះគឺសម័យកាលលង្វែកនៅជិតទន្លេសាបដ៏ធំល្វឹងល្វើយមានបន្ទាយដីមួយដ៏រឹងមាំឈ្មោះថាបន្ទាយលង្វែកដែលសាងសង់ឡើងដោយព្រះបាទច័ន្ទរាជាដើម្បីការពារប្រទេសពីសត្រូវទស្សនវិជ្ជានៅពេលព្រឹកដ៏ស្រស់ត្រកាលនៃបន្ទាយលង្វែកអ្វីដែលអស្ចារ្យបំផុតនោះគឺរបងឫស្សីដែលមានកម្រាស់ពីរលាយ៉ាងក្រាស់ខ្មឹកដែលជាសិល្បៈធ្វើឡើងដោយគុម្ពឫស្សីជិតគ្នាជាច្រើនជាន់បង្កើតបានជាជញ្ជាំងធម្មជាតិដ៏រឹងមាំទោះបីជាដំរីអាវុធតូចធំក៏មិនអាចបុកទម្លាយបានឡើយនៅខាងក្នុងរបងឫស្សីមានផ្ទះឈើនិងបរមរាជវាំងជាច្រើនយ៉ាងស្រស់ស្អាតហើយក៏មានប្រជាជនរស់នៅទីនោះដោយសុខសន្តិភាពនិងសប្បាយរីករាយផងដែរសន្តិភាពមិនយូរប៉ុន្មានសត្រូវមកពីទិសខាងលិចគឺជាប្រទេសសៀមដែលបានលើកទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់មកវាយលុកបន្ទាយលង្វែកតែបើទោះបីជាសត្រូវខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចទម្លាយរបងឫស្សីដ៏ក្រាស់នេះបានដែរដោយទាហានសៀមមិនអាចទម្លាយគុម្ពឫស្សីដ៏ច្រើនសន្ធឹកសន្ធាប់នេះបានមេដឹកនាំសៀមក៏បានប្រើប្រាស់កលល្បិចបោកប្រាស់ដោយនៅយុគដ៏ខ្មៅងងឹតមួយដែលមានទាហានលង្វែកកំពុងដេកលង់លក់ដោយភាពជឿជាក់នៅក្នុងបន្ទាយមេដឹកនាំសៀមបានបញ្ជាឲ្យទាហានយកប្រាក់ដួងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅបាចចូលទៅក្នុងរបងឫស្សីដ៏ក្រាស់នោះដោយនេះគឺជាការចាប់ផ្ដើមនៃឧបាយកលបំផ្លាញជាតិពីសំណាក់មេដឹកនាំសៀមនាពេលព្រឹកមកដល់ប្រជាជនដែលរស់នៅក្នុងបន្ទាយបានឃើញប្រាក់ដួងជាច្រើននៅក្នុងរបងឫស្សីដោយសារតែសេចក្តីលោភលន់និងការមើលសារសត្រូវពួកគេក៏លែងគិតពីការការពារជាតិរួចនាំគ្នាទៅយកពូថៅកាំបិតនិងដាវមកកាប់បំផ្លាញរបងឫស្សីដ៏ក្រាស់ខ្មឹកទាំងនោះដើម្បីយកប្រាក់ដួងការកាប់បំផ្លាញរបងឫស្សីនេះហើយប្រៀបដូចជាបាក់ទ្វារឲ្យសត្រូវចូលមកបំផ្លាញនេះគឺជាទស្សនវិជ្ជាដ៏សានជូរចត់និងវឹកវរនាសម័យលង្វែកនៅពេលដែលរបងឫស្សីត្រូវបានបំផ្លាញអស់ដោយទាហានសៀមរាប់ម៉ឺននាក់ទាហានសៀមទាំងនោះបានសម្រុកចូលបន្ទាយលង្វែកបានយ៉ាងងាយស្រួលដោយបន្ទាយលង្វែកបានកំពុងតែឆាបឆេះពោពេញទៅដោយភ្លើងសង្គ្រាមសម្លេងកាប់ចាក់និងសម្លេងទ្រហោយំដោយភាពភ័យខ្លាចដោយប្រជាជនទាំងនោះធ្លាប់តែរស់នៅសប្បាយរីករាយតែបែរជាមកត្រូវរត់គេចដោយក្តីអស់សង្ឃឹមនៃការបាត់បង់ដ៏ធំធេងនាសម័យលង្វែកនៅពេលដែលភ្លើងសង្គ្រាមបានបញ្ចប់នៅសេសសល់តែកម្រងរូបភាពដ៏សោកសៅបន្ទាយលង្វែកដែលធ្លាប់តែរឹងមាំតែបែរក្លាយជាភក់ជ្រាំនិងផេះផង់ទៅវិញប្រទេសជាតិបានបាត់បង់ឯករាជ្យនិងទ្រព្យសម្បត្តិវប្បធម៌ជាច្រើនយុវជនខ្មែរចំនួនក្រោយត្រូវតែបង្ខំចិត្តរស់នៅក្រោមការត្រួតត្រារបស់សត្រូវនៅពេលល្ងាចដ៏ស្ងប់ស្ងាត់និងសោកសៅនៅតាមដងទន្លេសាបក្រោយសម័យលង្វែករបងឫស្សីដ៏ក្រាស់ត្រូវបានបំផ្លាញទាំងស្រុងផ្ទះឈើរបស់ប្រជាជននិងបរមរាជវាំងក៏បានក្លាយទៅជាផេះផង់ក្មេងស្រីតូចម្នាក់ដែលធ្លាប់តែសប្បាយរីករាយបានឈរនៅលើដីភក់ដោយទឹកមុខក្រៀមក្រំសម្លឹងទៅមើលលំហទឹកដែលធ្លាប់តែមានសន្តិភាពហើយនៅក្បែរនោះគឺជាឪពុកបាននាងដែលកំពុងឈរមើលភ្នំដែលធ្លាប់តែមានបន្ទាយលង្វែកដោយភាពសោកសៅនិងអសង្ឃឹមលើព្រះអាទិត្យពណ៌មាសបានបំភ្លឺពេញទឹកទន្លេបង្ហាញពីការចាប់ផ្ដើមជាថ្មីប៉ុន្តែការចាប់ផ្ដើមនោះក៏ជាការចងចាំអំពីអតីតកាលដ៏សែនឈឺចាប់ផងដែរនៅចុងបញ្ចប់នៃសាច់រឿងក៏បានបង្ហាញនូវសេចក្តីលោភលន់ការមើលស្រាលសត្រូវនិងការបាត់បង់សាមគ្គីភាពគឺជាដើមហេតុនៃវិនាសកម្មជាតិដូច្នេះហើយយើងត្រូវតែសាមគ្គីជាធ្នូមួយដើម្បីការពារប្រទេសជាតិដោយប្រើប្រាស់ប្រាជ្ញានិងភាពស្មោះត្រង់